ตอนเนี้ยดังเต้จะโควิไซระบริรัฐบาลกัมพูชีจำพวกวิสัยร้ายคืออภิวัตทุนเทียนร้ายนำไปประโยชน์เศรษฐกิจនិងសង្គមប្រកបដោយអភិបាលកិច្ចល្អនិងការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថានបើនិយាយពីធនធានរ៉ែតើអ្នកទាំងអស់គ្នានឹងគិតពីអ្វីដែរតើអ្វីជាធនធានរ៉ែតើការអភិវឌ្ឍធនធានរ៉ែនៅកម្ពុជាបានចូលរួមចំណែកអ្វីខ្លះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធនធានរ៉ែគឺជាសារធាតុទាំងឡាយណាទោះបីជាក្នុងទម្រង់រឹងទម្រង់រាវឬជាឧស្ម័ននេះគឺវាកើតឡើងដោយការវិវត្តនៃធម្មជាតិគឺថាយ៉ាងកើតដោយធម្មជាតិជាលទ្ធផលយើងជីកយកមកពីក្នុងដីពីក្នុងសមុទ្រឬពីបាតសមុទ្រមានជាអាចមានត្បូងថ្មជុំថ្មរ៉ែអាឡូហៈរ៉ែលោហៈរាជរដ្ឋាភិបាលបានដាក់ចេញនៅចក្ខុវិស័យរ៉ែច្បាស់លាស់ដើម្បីអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាពគិតគូរខ្ពស់អំពីសង្គមហើយនិងបរិស្ថានអញ្ចឹងដើម្បីអនុវត្តនៅចក្ខុវិស័យរ៉ែនោះឲ្យបានគឺយើងបានដាក់ចេញនូវគោលបំណង4ធំទី1គឺការគ្រប់គ្រងនិងការអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាពទី2គឺការបង្កើតប្រភពចំណូលថ្មីសម្រាប់ជាតិទី3គឺការផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនិងសហគមន៍មូលដ្ឋានរ៉ែហើយនឹងចុងក្រោយគឺការផ្គត់ផ្គង់វត្ថុធាតុដើមដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់វិស័យរ៉ែចូលរួមយ៉ាងសកម្មដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិយើងមើលជុំវិញខ្លួនយើងរាល់ថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធមិនថាផ្លូវថ្នល់ស្ពានលំនៅឋានអគារផ្សេងទេបើសិនជាមិនមានធនធានរ៉ែបើសិនជាយើងមិនអភិវឌ្ឍវិស័យរ៉ែទេគឺយើងអត់មាននេះអញ្ចឹងបានន័យថាចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយនឹងគោលនយោបាយច្បាស់លាស់ក្រោមមគ្គុទ្ទេសក៍ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងបន្តដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាវិស័យរ៉ែបាននឹងកំពុងអភិវឌ្ឍប្រកបដោយចីរភាពតើអ្វីជាការអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាពរលេចមកមើលពីការសិក្សាភូមិសាស្ត្ររ៉ែនៅក្នុងប្រទេសកម្ពុជាវិញគឺត្រូវបានធ្វើឡើងចាប់តាំងពីអំឡុងចុងសតវត្សទី19ដែលបានរកឃើញនៅសន្ទុះរ៉ែជាច្រើនមានជាអាចរ៉ែមាសរ៉ែទង់ដែងរ៉ែដែកខ្សាច់ស៊ីលីកាត្បូងកណ្ដៀងនិងរ៉ែផ្សេងបច្ចុប្បន្នក្រសួងបាននឹងកំពុងបំពេញការងារយ៉ាងមមាញឹកក្នុងការសិក្សាស្រាវជ្រាវភូមិសាស្ត្រនិងពិសោធន៍សមាសភាពរ៉ែដើម្បីចងក្រងមូលដ្ឋានទិន្នន័យនិងកំណត់សក្តានុពលធនធានរ៉ែតាមតំបន់នានានៅក្នុងប្រជាណាចក្រកម្ពុជាក្នុងគោលបំណងទាក់ទាញការវិនិយោគសម្រាប់ការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវិញរ៉ែសំណង់ជាច្រើនប្រភេទដូចជាថ្មខ្សាច់គ្រួសដីក្រហមលាក់និងលាក់បាននឹងកំពុងចូលរួមយ៉ាងសកម្មសម្ដៅធានាដល់ការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់និងមានតម្លៃសមរម្យជាមួយគ្នានេះដែររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការប្រកួតប្រជែងផលិតផលថ្មអានៅទីផ្សារអន្តរជាតិតាមរយៈការសម្រួលនៅនីតិវិធីនិងបន្ទុកចំណាយពន្ធគយរបស់វិនិយោគិនដែលធ្វើអាជីវកម្មនាំចេញថ្មអាភ្ជាប់ជាមួយគ្នានេះក្រសួងក៏បានរៀបចំកម្មវិធីសន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសមាគមថ្មអាកម្ពុជាអាណត្តិទី1ដែលបានទទួលភាពជោគជ័យដោយរលូនតបតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលបង្វែរមកអាជីវកម្មរ៉ែខ្សាច់សំណង់វិញដើម្បីជៀសវាងនូវហានិភ័យនៃការបាក់ច្រាំងទន្លេនិងសម្រួលដល់ផ្លូវនាវាចរសម្រាប់ការដឹកជញ្ជូនក្រសួងបានសិក្សាស្ថានភាពបាតទន្លេជម្រៅទឹកចរន្តនិងល្បឿនទឹកហូររបស់ទន្លេមេគង្គលើទន្លេមេគង្គក្រោមនិងទន្លេបាសាក់ដើម្បីកំណត់តំបន់អាចអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់បានបន្ថែមពីការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធពីរ៉ែសំណង់ក្នុងប្រទេសរ៉ែឧស្សាហកម្មនៅកម្ពុជាក៏បានចូលរួមជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ដែលក្នុងនោះផលិតកម្មរ៉ែមាសកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មីដោយគិតចាប់តាំងពីឆ្នាំ2021មកដល់ត្រឹមឆ្នាំ2025នេះកម្ពុជាផលិតដុំមាសបានសរុប18ថោនជាមួយគ្នានេះដែរបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងតចំនួន6ដែលមានសមត្ថភាពផលិតប្រមាណ12លានតោនក្នុងមួយឆ្នាំនិងបានប្រែក្លាយជាប្រទេសអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ងតក្នុងស្រុកបានទាំងស្រុងនៅក្នុងឆ្នាំ2022និងក្លាយជាប្រទេសនាំចេញស៊ីម៉ងតក្នុងឆ្នាំ2023ស្របគ្នានឹងការអភិវឌ្ឍនិងការធ្វើអាជីវកម្មតើក្រសួងបានគិតគូរយ៉ាងណាខ្លះលើការលើកកម្ពស់សុខភាពនិងសុវត្ថិភាពនិយោជិតបុគ្គលិកកម្មករការដ្ឋានរ៉ែ
ការលើកកម្ពស់សុខភាពនិងសុវត្ថិភាពនិយោជកបុគ្គលិកកម្មករការដ្ឋានរ៉ែក្រោមអភិក្រមព្រឹកមកធ្វើការនិងងាយត្រឡប់ទៅផ្ទះប្រកបដោយសុវត្ថិភាពគឺជាទិសដៅការងារអាទិភាពដែលកំណត់សម្រាប់អនុវត្តនៅក្នុងអាណត្តិទី7នេះដោយមន្ត្រីជំនាញក្រសួងតែងតែចុះត្រួតពិនិត្យអនុលោមភាពបច្ចេកទេសសុវត្ថិភាពនិងហិរញ្ញវត្ថុលើការធ្វើប្រតិបត្តិការធនធានរ៉ែឲ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមពីនេះដើម្បីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងសកម្មភាពប្រតិបត្តិការធនធានរ៉ែឬសកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យក្រសួងបានរៀបចំប្រព័ន្ធទូរស័ព្ទទទួលព័ត៌មានបន្ទាន់លេខ095 727 727 និងទំព័រ Facebook Page ផ្លូវការរបស់ក្រសួងរ៉ែនិងធម្មពលដែលសាធារណជនអាចធ្វើការរាយការណ៍មកក្រសួងបានគ្រប់ពេលវេលាតើវិស័យរ៉ែបានចូលរួមយ៉ាងណាខ្លះក្នុងសេដ្ឋកិច្ចជាតិការធ្វើប្រតិបត្តិការធនធានរ៉ែគ្រប់ប្រភេទបានចូលរួមចំណែកជាប្រភពចំណូលថវិកាជាតិតាមរយៈចំណូលពន្ធនិងមិនមែនសារពើពន្ធក្នុងនោះចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះមានការកើនឡើងគួរឲ្យកត់សម្គាល់គឺចាប់ពី $13.10 លានអាមេរិកក្នុងឆ្នាំ2016ទៅ $135.55 លានអាមេរិកក្នុងឆ្នាំ2025បន្ថែមលើនេះដើម្បីលើកកម្ពស់ការផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍មូលដ្ឋានដែលមានប្រតិបត្តិការធនធានរ៉ែសម្ដៅបង្កើនសុខដុមរមណីយកម្មរវាងការដ្ឋានរ៉ែនិងសហគមន៍មូលដ្ឋានចាប់តាំងពីឆ្នាំ2016រហូតដល់ឆ្នាំ2025ក្រសួងបានអនុវត្តគម្រោងសរុបចំនួន117គម្រោងតាមរយៈមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានដោយប្រើប្រាស់ថវិកាសរុបចំនួន$8.5 លានអាមេរិកច្បាស់ណាស់រាល់ការអភិវឌ្ឍរមែងតែងតែមានផលប៉ះពាល់តែក្នុងនាមក្រសួងរ៉ែនិងធម្មពលដែលជាស្ថាប័នគ្រប់គ្រងថ្នាក់ដឹកនាំក្រសួងបានថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍហើយយើងព្យាយាមធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវផលប៉ះពាល់ទាំងនោះឲ្យស្ថិតនៅកម្រិតអបបរមាបំផុតព្រោះថាបើទោះបីជាការវិនិយោគនោះមានទំហំធំប៉ុណ្ណាប៉ុន្តែពុំមានអ្វីធំធេងជាងប្រយោជន៍ជាតិនិងប្រជានោះទេក្រសួងបាននឹងកំពុងបំពេញការងារក្រោមទិសដៅអធិភាពវិធានការគន្លឹះរបស់អាដាមកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលចំពោះវិស័យរ៉ែគឺ 1. កាត់បន្ថយការិយាល័យធិបតេយ្យដើម្បីសម្រួលដល់ការផ្តល់សេវានិងគាំទ្រវិស័យឯកជននិងការចូលរួមចំណែករបស់វិស័យរ៉ែក្នុងខឿនសេដ្ឋកិច្ចជាតិ 2. តុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្ស 3. ការបង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍មូលដ្ឋាន 4. ការបង្កើនសុវត្ថិភាពនិងសុខុមាលភាពដល់និយោជកកម្មកររ៉ែផលិតដោយក្រសួងរ៉ែនិងធម្មពល